ខ្ញុំបាទសូមលំអរកាយគោរពជំរាបសួរប្រិមិត្តបុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានបាទគណៈពេលនេះខ្ញុំបាទនឹងក្រុមការងារកំពុងតែមានវត្តមាននៅទីតាំងបាទ Factory ភ្នំពេញនៅទល់មុខវត្តចក្ររលើបាទហើយខ្ញុំបាទកំពុងតែនៅលើឆាកនៃព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរភូមិមួយផលិតផលមួយតែម្ដងបាទឃើញថាការតាំងពីពណ៌រយៈពេល3ថ្ងៃកន្លងគឺត្រូវបានបញ្ចប់ដោយរលូនបាទថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងបុគ្គលសំខាន់មួយរូបដែលបានរៀបចំបាទនិងបង្កើតព្រឹត្តិការណ៍នេះឡើងហើយសូមបញ្ជាក់ផងដែរថាលោកកុសលពិសីគឺជាសហស្ថាបនិកមួយរូបនិងជានាយកនៃព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរភូមិមួយផលិតផលមួយដើម្បីចាប់ដៃគូវិនិយោគបរទេសនិងជំរុញការនាំចេញតើឥឡូវនេះសូមបង្វែរអារម្មណ៍របស់លោកអ្នកមកជួបជាមួយនឹងបងប្រុសផ្ទាល់តែបងបាទជំរាបសួរបងបាទជំរាបសួរខ្ញុំបាទឈ្មោះកុសលពិសីជាសហស្ថាបនិកនិងជានាយកនៃព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរភូមិមួយផលិតផលមួយដើម្បីចាប់ដៃគូវិនិយោគបរទេសនិងជំរុញការនាំចេញហើយនៅក្នុងថ្ងៃនេះយើងអាចសរុបជាលទ្ធផលសង្ខេបស្ដីពីព្រឹត្តិការណ៍របស់យើងដែលបានរៀបចំឡើងរយៈពេល3ថ្ងៃគឺនៅថ្ងៃទី5, 6, 7 ខែធ្នូឆ្នាំ2025នៅ Factory ភ្នំពេញសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញអូខេជាដំបូងចង់ជំរាបសួរបងប្រុសថាសម្រាប់ព្រឹត្តិការណ៍របស់យើងកន្លងមករយៈពេល3ថ្ងៃនេះតើទទួលបានលទ្ធផលយ៉ាងណាដែរបងជាលទ្ធផលយើងអាចសង្ខេបនៅតាមផ្នែកផ្សេងនៃព្រឹត្តិការណ៍របស់យើងផ្នែកទី1គឺពាក់ព័ន្ធជាមួយនឹងការតាំងផលិតផលខ្មែរយើងឃើញថាមានការចូលរួមបានយ៉ាងកុះករពីបណ្ដាម្ចាស់អាជីវកម្មនិងសហគ្រាសដែលយើងបានកំណត់ចំនួន50ស្តង់ហើយផលិតផលយើងឃើញថាមានភាពសម្បូរបែបនិងចម្រុះយើងរាប់តាំងពីផលិតផលសម្រាប់ការហូបចុកភេសជ្ជៈនិងរហូតដល់ផលិតផលប្រើប្រាស់នៅក្នុងផ្ទះប្រចាំថ្ងៃចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងការធ្វើកិច្ចពិភាក្សាចំណុចនេះគឺយើងទទួលបានជោគជ័យទាំងស្រុងដោយសារយើងបានកំណត់កិច្ចពិភាក្សាចំនួន2ទី1គឺពាក់ព័ន្ធជាមួយនឹងលក្ខណៈសម្បត្តិសម្រាប់ក្រុមហ៊ុនមួយដែលអាចនាំចេញបានហើយនឹងកិច្ចពិភាក្សាទី2លក្ខណៈសម្បត្តិសម្រាប់ផលិតផលមួយដែលអាចនាំចេញបានយើងមានវាគ្មិនរបស់យើងសុទ្ធសឹងតែជាអ្នកជំនាញមានលោក Victor La ដែលជាតំណាងឲ្យសភាពាណិជ្ជកម្មកាណាដាប្រចាំនៅប្រជាជាតិកម្ពុជាមានលោកស្រី Panet ដែលជាអ្នកឯកទេសខាងផ្នែកច្បាប់ផងហើយនឹងកិច្ចការគណនេយ្យនិងការនាំចេញផងហើយពិសេសគឺមានវត្តមានលោកប៉ៅសវាងដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍនៃគណៈកម្មការជាតិជំរុញចលនាភូមិមួយផលផលមួយនិងមានវាគ្មិនរបស់យើងលោកស្រីលឹមរដ្ឋាដែលជាទីប្រឹក្សាផ្នែកច្បាប់ហើយកិច្ចពិភាក្សានោះគឺបានផ្ដល់ជាបទពិសោធន៍ជាគន្លឹះសំខាន់ជូនដល់ម្ចាស់សហគ្រាសរបស់យើងមានន័យថាគាត់បានស្វែងយល់អំពីទំហំនិងស្ថានភាពនៃទីផ្សារកាណាដាពិសេសគឺស្ថានភាពពាណិជ្ជកម្មរវាងប្រជាជាតិកម្ពុជាជាមួយនឹងកាណាដាហើយនៅក្នុងកិច្ចពិភាក្សាវិញគឺយើងបានពិភាក្សាលម្អិតទៅលើលក្ខណៈសម្បត្តិនៃក្រុមហ៊ុនមួយដែលអាចនាំចេញហើយនឹងផលិតផលមួយដែលអាចនាំចេញទៅក្នុងទីផ្សារបរទេសពិសេសទីផ្សារកាណាដាអញ្ចឹងលោក Victor La បានផ្ដល់ជាប្រឹក្សាយោបល់សំខាន់ដែលធ្វើឲ្យម្ចាស់អាជីវកម្មរបស់យើងអាចធ្វើឲ្យផលិតផលរបស់គាត់នឹងទទួលបាននៅស្តង់ដារឬក៏វិញ្ញាបនបត្រចាំបាច់ក្នុងការនាំចេញដោយឡែកយើងក៏មានការចូលរួមពីសំណាក់ម្ចាស់អាជីវករម្ចាស់សហគ្រាសដែលគាត់បានចោទជាសំណួរទៅកាន់វាគ្មិនរបស់យើងគាត់បានចោទជាសំណួរជំវិញទៅនឹងផលិតផលរបស់គាត់រៀងខ្លួនមានដូចជាម្ចាស់អាជីវកម្មតែព្រៃម្ចាស់កែច្នៃអាហារផ្សេងនិងបើយើងនិយាយបែបថាសាមញ្ញមួយទៀតសម្បីតែអ្នកលក់ទឹកត្នោតជូរក៏គាត់បានសួរអំពីលទ្ធភាពនៃការនាំទឹកត្នោតជូរស្រស់របស់គាត់ទៅកាន់ទីផ្សារកាណាដាដែរបាទពិតជាអរគុណមែនទែនឃើញថាបងប្រុសបានបង្ហាញជាមួយនឹងពីរចំណុចច្បាស់ហើយអញ្ចឹងមានចំណុចបន្ថែមទេបងបាទគឺនៅមានចំណុចទី3ទៀតនោះគឺវគ្គបណ្ដុះបណ្ដាលបានន័យថាយើងមានសិក្ខាកាមចូលរួមចំនួន50នាក់រយៈពេល3ថ្ងៃហើយវគ្គបណ្ដុះបណ្ដាលហ្នឹងគឺស្ដីអំពីការគ្រប់គ្រងអាជីវកម្មការធ្វើផែនការហិរញ្ញវត្ថុនិងទីផ្សារបែប Digital ជាដើមបាទពិតជាពិសេសមែនទែនលោកគ្រូនៅមានចំណុចអីបន្ថែមទៀតទេបាទចំណុចចុងក្រោយគឺចំណុចទី4នេះគឺជុំវិញទៅនឹងការសម្ដែងសិល្បៈហើយនិងកីឡាហើយទម្រង់សិល្បៈយើងមានទាំងបុរាណនិងសម័យយើងមានសិល្បៈបុរាណនោះយើងមានចាប៉ីដងវែងយើងមាន
ខោសមោស្បែកតូចហើយទំនើបសាក់សម័យនោះយើងមានការសម្ដែងរបស់សិល្បករខុនវណ្ណៈដែលជាសិល្បៈទម្រង់បែបសាក់សម័យហើយកីឡាក៏ដូចគ្នាដែរយើងមានទាំងបុរាណកីឡាអត្តសញ្ញាណជាតិនិងកីឡាទំនើបកីឡាអត្តសញ្ញាណជាតិយើងបានបង្ហាញពីគុណល្បុក្កតោគុណចម្រុះហើយនឹងគុណខ្មែរហើយដោយឡែកកីឡាទំនើបនោះយើងមានការបង្ហាញបងប្អូនដែលគាត់ជិះស្បែកជើងកង់លេងហុកគីនេះដែលជាភាពសម្បូរស្បែបនៃកម្មវិធីព្រឹត្តិការណ៍របស់យើងក្នុងរយៈពេល3ថ្ងៃហ្នឹងបាទឃើញថារយៈពេល3ថ្ងៃនេះគឺពិតជាពិសេសមែនតើបងណាខ្ញុំឃើញមានអេជិនដាមួយចំនួនគឺនិយាយទៅគឺពេញតែម្ដងហើយមានទាំងការអប់រំបាទការអប់រំបណ្ដុះបណ្ដាលជាពិសេសគឺសម្រាប់អាជីវករយើងតែម្ដងឃើញប្លែកបាទខ្ញុំចំពោះខ្ញុំឃើញថាប្លែកមែនតើបានន័យថាគាត់បានមកចូលរួមផ្សព្វផ្សាយហើយគាត់ទទួលបានចំណេះដឹងទៀតបាទហើយអ្វីដែលសំខាន់ហ្នឹងគឺមានការចូលរួមបាទជាមួយនឹងគេហៅថាសិល្បករសិល្បករនីក៏ដូចជាគេហៅថាសម័យដើមក៏ដូចជាសហសម័យហើយនឹងមានដូចជាខាងកីឡាករបាទពិតជាពិសេសមែនតើពុកម៉ែបងប្អូនដែលចូលរួមមកទស្សនាគឺមិនខកបំណងទេបាទទាំងអាជីវករក៏គាត់ទទួលបានចំណេះដឹងក៏ដូចជាការផ្សព្វផ្សាយបាទឃើញថាមាន content creator គាត់មកចូលរួមច្រើនមែនតើបាទដើម្បីផ្សព្វផ្សាយដូចទៅតាមប្រធានបទបាទជំរុញការនាំចេញបាទព្រោះអីធម្មតាដើម្បីនាំចេញបានតតែយើងផ្សព្វផ្សាយមុនមែនទេបងបាទអូមួយទៀតបងប្រុសចង់សួរថាព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរភូមិមួយផលិតផលមួយដើម្បីចាប់ដៃគូវិនិយោគនិងជំរុញការនាំចេញនេះគឺលើកទីប៉ុន្មានអីបងក៏តាមចាប់ផ្ដើមទេនេះជាព្រឹត្តិការណ៍ទី1អូចាំហៅលើកទី1អូពិតជាពិសេសមែនតើបាទលើកទី1គឺរៀបចំបានល្អមែនតើសម្រាប់ខ្ញុំឃើញផ្ទាល់ណាបាទចុះសម្រាប់ទៅថ្ងៃមុខទៀតតើនឹងបងប្រុសនឹងរៀបចំព្រឹត្តិការណ៍បែបនេះជាលើកទី2ទី3ទី4បន្តទៀតដែរទេបាទនៅក្នុងផែនការរបស់យើងគឺយើងធ្វើព្រឹត្តិការណ៍នេះជាលក្ខណៈស៊េរីមានថានៅឆ្នាំ2025នៅខែ12នេះជាព្រឹត្តិការណ៍លើកទី1ហើយនៅក្នុងឆ្នាំ2026យើងនៅមាន4ព្រឹត្តិការណ៍មានថាជាព្រឹត្តិការណ៍ប្រចាំត្រីមាសរៀងរាល់3ខែអញ្ចឹងយើងនឹងមានព្រឹត្តិការណ៍ទី2បន្ទាប់ពីទី1នេះនៅខែមីនាហើយបន្តមកទៀតរៀងរាល់3ខែបន្ថែមរហូតដល់ខែធ្នូឆ្នាំ2026ជាព្រឹត្តិការណ៍វិលជុំបាទបានន័យថាបានរៀបចំផែនការទុកជាស្រេចដូចទៅហើយបាទអូចុះសម្រាប់ទីតាំងវិញបងទីតាំងយើងមានជំរើសប៉ុន្តែជាអតិភិបយើងនឹងរៀបចំនៅក្នុង factory ភ្នំពេញចង់សួរបងមួយទៀតថាហេតុអីបានជាបងជ្រើសរើសយកទីតាំង factory ភ្នំពេញនេះសម្រាប់រៀបចំព្រឹត្តិការណ៍នេះជាលើកទី2ទី3បាទដោយសារយើងផ្ដោតនៅលើប្រធានបទចាប់ដៃគូវិនិយោគបរទេសហើយនឹងជំរុញការនាំចេញហើយដោយសារទីនេះវាមានចរន្តអន្តរជាតិមានភ្ញៀវវិនិយោគិនអន្តរជាតិគាត់ចេញចូលមកបោះធ្វើជាការិយាល័យក្រុមហ៊ុនរបស់គាត់ហើយពេលដែលយើងយកពីពណ៌ផលិតផលខ្មែររបស់យើងយកមកដាក់នៅកន្លែងនេះមានន័យថាយើងមានឱកាសបង្ហាញទៅដៃគូរបស់យើងដៃគូបរទេសតែនេះវាពាក់ព័ន្ធជាមួយនឹងការជំរុញចេញរបស់យើងដែរបាទដោយសារតែប្រធានបទរបស់យើងគឺចាប់ដៃគូវិនិយោគជាមួយបរទេសបាទដើម្បីជំរុញការនាំចេញបាទអញ្ចឹងចំពោះកំណត់យោបល់ខ្ញុំវិញក៏មិនខុសគ្នាដែរបងបាទគឺទីតាំងនេះគឺជាទីតាំងមួយដែលប្រមូលផ្ដុំបាទថាជាកន្លែងដែលភាគច្រើនគឺជនបរទេសគាត់រស់នៅហើយគាត់មកដើរកំសាន្តហើយក៏ទីតាំងមួយដែលមានការថាឆ្លោះបញ្ចាំងពីអរិយធម៌វប្បធម៌របស់យើងច្រើនមែនទែននៅក្នុងហ្នឹងណាបាទបន្ទាប់ពីចប់នៃព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរភូមិមួយផលិតផលមួយដើម្បីចាប់ដៃគូវិនិយោគបរទេសជំរុញការនាំចេញនេះតើបងមានជាយន្តការអីជាពិសេសបាទសម្រាប់អាជីវករដែលគាត់បានចូលរួមលក់ដូរនៅក្នុងព្រឹត្តិការណ៍នេះណាបាទតើបងមានជាយន្តការអីដែរសម្រាប់ពួកគាត់ឬក៏អាជីវករផ្សេងបាទអញ្ចឹងគឺយើងមានកិច្ចការបន្ទាប់ពីព្រឹត្តិការណ៍លើកទី1នេះគឺការចងក្រងគ្នាជាបណ្ដុំនេះគឺយើងបានប្រមូលផ្ដុំនៅក្នុងបណ្ដានៃអាជីវករនិងសហគ្រិនដែលបានមកតាំងពីពណ៌ហ្នឹងសម្រាប់អ្នកដែលមានបំណងចង់ចូលជាសមាជិកសភាពាណិជ្ជកម្មកាណាដាប្រចាំនៅប្រជាជាតិកម្ពុជានិងមានបំណងចង់នាំផលិតផលរបស់គាត់ទៅកាន់ទីផ្សារកាណាដាអញ្ចឹងយើងចង់ជាក្រុមនេះគឺសប្តាហ៍ក្រោយបន្ទាប់ពីព្រឹត្តិការណ៍ហ្នឹងគឺយើងនឹងមានការជួបជុំគ្នាហើយយើងនឹងមានវគ្គយើងអាចនិយាយថាជាសិក្ខាសាលាទ្រង់ទ្រាយសម្រាប់ក្រុមតូចហ្នឹងគឺដើម្បីឲ្យគាត់បានស្វែងយល់ថាតើចូលជាសមាជិកភាពនៃសភាពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជាហ្នឹងទទួលបានអត្ថប្រយោជន៍អីខ្លះហើយសម្រាប់ការនាំចេញផលិតផលទៅកាន់ទីផ្សារកាណាដាហ្នឹងត្រូវការលក្ខខណ្ឌហើយនឹងលក្ខណៈសម្បត្តិអ្វីខ្លះបាទអរគុណបងប្រុសច្រើនមែនតើបាទហើយជាចុងក្រោយនេះក្នុងនាមបងប្រុសគឺជានាយកព្រឹត្តិការណ៍មួយរូបតបាទ
តើបងមានពាក្យពេចន៍អ្វីសម្រាប់ផ្ដាំផ្ញើដល់បងប្អូនអាជីវករដែលបានចូលរួមនៅក្នុងកម្មវិធីព្រឹត្តិការណ៍3ថ្ងៃកន្លងមកនេះដែរបាទ សម្រាប់អាជីវករនិងម្ចាស់សហគ្រាសមីក្រូកម្ពុជារបស់យើងដែលបានចូលរួមក្នុងព្រឹត្តិការណ៍រយៈពេល3ថ្ងៃនេះអ្វីដែលខ្ញុំចង់បញ្ជាក់ស្មារតីរបស់បងប្អូនគឺបងប្អូនត្រូវយល់ថានៅកន្លែងនេះគឺយើងផ្ដោតមានការលក់ប៉ុន្តែវាមិនមែនជាការលក់ទាំងស្រុង 100% ទេប៉ុន្តែវាជាការអភិវឌ្ឍខ្លួនអភិវឌ្ឍក្នុងនាមបងទាំងអស់គ្នាដែលជាសហគ្រិនថ្នាក់មីក្រូនៅក្រៅប្រព័ន្ធសេដ្ឋកិច្ចហើយមួយទៀតគឺការអភិវឌ្ឍផលិតផលរបស់បងប្អូនឲ្យឡើងមានកម្រិតមួយកម្រិតទៀតមានន័យថាមានស្តង់ដារមួយកម្រិតមួយហើយនឹងសាកល្បងស្វែងរកទីផ្សារបរទេសដែលវាមានទំហំធំជាងទីផ្សារក្នុងស្រុករបស់យើងអញ្ចឹងបងប្អូនធ្លាប់តែមានការតាំងពិព័រណ៍តាមបណ្ដាខេត្តហើយផ្ដោតទៅលើតែការលក់ដូច្នេះនៅកន្លែងនេះគឺបងប្អូនផ្លាស់ប្ដូរបរិយាកាសម្ដងលក់ផងអភិវឌ្ឍយើងហៅនិយាយថាម៉ាកយីហោរបស់យើងផងហើយទទួលយកនៅបទដ្ឋាននិយមអន្តរជាតិដើម្បីធ្វើឲ្យផលិតផលរបស់យើងអាចនាំចេញបានបាទនេះជាសារចុងក្រោយរបស់ខ្ញុំក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍នេះបាទ បាទសូមអរគុណបងប្រុសច្រើនមែនតើសម្រាប់សារផ្ដាំផ្ញើនិងពាក្យពេចន៍ដ៏មានតម្លៃបាទជាចុងក្រោយនេះក៏សូមថ្លែងអរគុណដល់បងប្រុសដែលចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ដល់ខ្ញុំបាទនិងក្រុមការងារហើយក៏សូមគ្រប់ជូនពរបងបាទឲ្យទទួលសុខភាពល្អនិងជោគជ័យគ្រប់ជ័យជំនះគ្រប់ភារកិច្ចផងដែរបាទសូមអរគុណ សូមអរគុណ រឿងរ៉ាវរបស់លោកអ្នកគឺជាចក្ខុវិស័យរបស់យើងខ្ញុំ